អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុចិតាបានចេញមកច្រានចោលចំពោះការផ្សាយរបស់បណ្ដាសារព័ត៌មានថៃមួយចំនួនដែលបានចោទកម្ពុជាថាបានចល័តកងទ័ពនិងសព្វវុធជាសកម្មភាពបំពានកិច្ចព្រមព្រៀងបត់ជបាញ់ការបដិសេធរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាធ្វើឡើងក្រោយមានបណ្ដាញសង្គមនិងសារព័ត៌មានថៃមួយចំនួននៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025នេះបាននាំគ្នាចុះផ្សាយថាកម្ពុជាបានចល័តទ័ពនិងសព្វវុធដែលភ្ជាប់ជាមួយនឹងរូបភាពមួយចំនួនជាការឆ្លើយតបលោកស្រីម៉ាលីសុចិតាបានអះអាងថាការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃមួយចំនួនខាងលើមិនមែនជាការពិតនោះទេចំណែករូបភាពដែលបណ្ដាញសង្គមនិងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះគឺជារូបភាពចាស់ៗមិនមែនជារូបភាពក្នុងថ្ងៃទី26កញ្ញានោះឡើយអ្នកនាំពាក្យការពារចិត្តដដែលអះអាងបន្ថែមថាកងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបត់ជបាញ់ដោយការលើកឡើងរបស់បណ្ដាញសង្គមនិងអ្នកសារព័ត៌មានថៃនោះឡើយកងកម្លាំងរបស់កម្ពុជាបដិញ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៃកិច្ចព្រមព្រៀងបត់ជបាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតកម្ពុជាបដិញ្ញាបន្តកិច្ចសហការឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកកម្ពស់សន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរកម្ពុជាថៃក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស